ការសង្ខេបរឿងមហាវេស្សន្តរជាដកចាជំរាបសួរនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូអ្នកគ្រូសាជាថ្មីចាហើយនៅក្នុងវីដេអូមួយនេះយើងនឹងមកសង្ខេបរឿងមហាវេស្សន្តរជាដកចាដែលនៅក្នុងការសង្ខេបរឿងមួយនេះគឺមាន13ភាគចាឥឡូវនេះយើងនឹងទៅអានការសង្ខេបในរឿងមហាវេស្សន្តរជាដកនេះដូចតទៅចាទី1កាន់ទុស្ពើពើទាំង10ប្រការពេលដែលបានត្រាស់ហើយព្រះពុទ្ធសមណគោតមទ្រង់គង់នៅក្នុងវត្តវេលវ័ននៃក្រុងរាជក្រឹស្នដែនមគធរដ្ឋដើម្បីប្រកាសផ្សាយព្រះពុទ្ធសាសនាក្រោយដែលបានអារាធនាអំពីឧទាយធេជាព្រះរាជាអាមាត្យលើកទី10របស់ព្រះបាទស្រីសុទ្ធោទនៈពុទ្ធបិតាព្រះពុទ្ធអង្គក៏និមន្តមកថ្កានក្រុងកបិលពស្តុដោយបានភិក្ខុសង្ឃអង្គអរហតាខីណាស្របប្រមាណជា20000ជាបរិវារកាលទ្រង់មកដល់ចំពោះភ័ក្រក្រុមព្រះញាតិវង្សស្ដេចសក្យរាជចំនួន 84000 រូបស្រាប់តែមានភ្លៀងបោខពស់ធ្លាក់ពីលើនៅភាលីភ្លៀងនោះជាបុព្វហេតុនៃការសម្ដែងរឿងមហាវេស្សន្តរជាដកនេះក្នុងពេលភ្លៀងនោះព្រះពុទ្ធទ្រង់បានសម្ដែងទេសនាអំពីប្រវត្តិបុព្វកម្មរបស់ព្រះនាងសុបារសពតីកាលមុនពេលបានមកជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យព្រះនាងសុបារសពតីជាស្រីសួរលុះពេលដែលត្រូវស្យុតចាកទេវលោកព្រះនាងបានទូលសុំព្រះពរ10ប្រការអំពីព្រះឥន្ទ្រាធិរាជពរទាំង10ប្រការនោះគឺទី1សូមឲ្យបានជាអគ្គមហេសីព្រះបាទស្រីសញ្ជ័យនាក្រុងចេតតរនគរទី2សូមឲ្យមានភ្នែកមូលខ្មៅយំឧបមាបីដោយកូនមរឹកទើបកើតបានតែ1ឆ្នាំហើយមានភូមោនោះកោងត្រទេសត្រទួយបីដូចចង្កួយកៅតន់ពុំនោះសោតបីដូចព្រះពិស្ណុកាកាន់ដងជក់ជ្រលក់ខ្មៅមកគូមកវិហោងព្រះពរនេះឯងទី3សូមឲ្យមានឈ្មោះថាសុបារសពតីដូចដែលប្រក្រតីនៅឯដត្រៃត្រង់ពិភពទី4សូមឲ្យមានកូនប្រុសដ៏ប្រកបនៅកិត្តិយសឲ្យលឺទូតអស្ចារ្យទាំងប្រឡងសកលចម្ពូទ្វីបអាចកាត់អំណោយទានជាឋានពំនាក់នៅស្មូមយាចកផងទាំងឡាយទី5កាលណាបើខ្ញុំអម្ចាស់នឹងទ្រង់មានកលនោះកុំឲ្យមានផ្ទៃពោះធំប៉ោងប៉ោះជ្រលើសនឹងចង់ដង្ហើមនោះឡើយឲ្យរៀបសុភាពល្អបីដូចអ្នកយកកម្មធ្នូច្រកក្នុងបំពង់នោះឯងទី6សូមកុំបីមានដោះសណ្ដាយជាសំណោចនៃអ្នកផងទាំងឡាយឡើយសូមមានដោះក្បោះក្បំសមឧរាដោយផ្លែទុលាប់មាសអ្នកយកមកផ្ទាប់នៅលើដទ្រូងរបស់ខ្ញុំអម្ចាស់ទី7សូមកុំឲ្យមានសក់ស្កូវអាស្រូវអាក្រក់សូមឲ្យមានសក់ខ្មៅយងរលុងរលើបដោយស្លាបភមរាទី8សូមឲ្យមានសម្បុរនោះល្អិតល្អបីដូចពពិលមាសគិតដខាត់កុំបីឲ្យមានដិតដល់នៅផង់ធូលីដីខ្សាច់ឡើយទី9សូមបានដោះស្រាយសត្វផងទាំងឡាយឲ្យរួចចេញអំពីទុក្ខទោសគឺលោកដាក់ទ្រង់ជ្រួលច្របាក់ខ្នោះគ្នៀងគុកតារាងនាំទៅនឹងសម្រាប់នោះក្តីខ្ញុំសូមឲ្យដោះអ្នកទោសទាំងនោះឯងឲ្យបានរួចចេញអំពីទុក្ខភ័យទី10សូមឲ្យមានសពសត្វគឺហង្សគ្រៀលកងានកងោកសឹងហើយឆ្វាត់ឆ្វែលបន្លឺនៅស័ព្ទនោះលឺល្វែងល្វើយពីរោះដ៏ល្អព្រះរាជមន្ទីរ
đọc bình mi để đá nà nằn tàn tập ni tới nơi cùng một gạ tung cuốn tung lại tứa tê tươi chia sợi sân kia phong tràn hỏi xôm ỏi nẹ miền praj rịch bằng đất che thoa á prasna bảy đôi nẹ sô ra tông phía sạch cùng bảy ỏi đặt ông pi pra rịch môn tí nhung amachah lòi pre ân tri thị riêng chi ấy xô cầm púlในអស់ទេវតាផងទាំងឡាយព្រះអង្គមកវាយពរប្រទានព្រះនាងសុបរសពដីទេវីស្រេចនៅប្រការអំបាលនោះហើយមានព្រះរាជហឫទ័យនោះដ៏ពេញនៅអំណរអក្រៃពេកហោងទី2កាន់ហេមពៀនសេចក្តីសរសើរពីព្រៃហេមពៀននាងសុបរសពដីបានជយត់មកឋានមនុស្សលោកនាងជាបុត្រីនៃព្រះបាទមត្តរាជក្នុងមាតុនគរហើយបានអភិសេកជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យនៅវត្តចេតតរនគរព្រះពោធិសត្វបានជយត់ពីឋានត្រៃត្រឹងមកចាប់បដិសន្ធិព្រះនាងក៏ប្រសូតបានព្រះរាជបុត្រមួយដ៏ល្អល្អះព្រះនាមថាព្រះវេស្សន្តរព្រះរាជកុមារប្រសូតមកភ្លាមក៏ចេះនិយាយភ្លាមថាបពិតអ្នកមេទ្រព្យក្នុងផ្ទះយើងមានដែរទេខ្ញុំនឹងឲ្យទានទន្ទឹមនឹងពេលព្រះនាងប្រសូតនោះក៏មានមេដំរីសួរមួយហោះនាំយកកូនដំរីឈ្មោលមួយមកថ្វាយព្រះរាជកុមារដំរីនោះមាននាមថាបច្ច័យអ្នកកេនតាំងពីនៅរាជាកុមារមកព្រះវេស្សន្តរតែងមានព្រះទ័យសប្បុរសឲ្យទានដល់អ្នកក្រីក្រពេលចម្រើនព្រះជន្មឡើងក៏បានរៀបអភិសេកមហេសីជាមួយព្រះនាងមទ្រីដែលជាព្រះរាជបុត្រីនៃព្រះបាទមត្តរាជនាមាតុលនគរព្រះអង្គទ្រង់មានព្រះរាជបុត្រាមួយអង្គព្រះនាមជាលីនិងបុត្រីមួយអង្គព្រះនាមក្រឹស្នាពេលនោះនៅស្រុកកលង្រាកើតមានទុរភិក្ខដោយគ្មានភ្លៀងធ្លាក់សោះស្ដេចនគរនោះទ្រង់បានបញ្ជាឲ្យព្រាហ្មណ៍7នាក់ទៅសុំដំរីបច្ច័យនាគេនពីព្រះវេស្សន្តរដើម្បីឲ្យមានភ្លៀងធ្លាក់ព្រះវេស្សន្តរបានប្រទានដំរីមង្គលដល់ព្រាហ្មណ៍នៃស្រុកកលង្រាជាហេតុធ្វើឲ្យអ្នកស្រុកស្រីពិរាកើតចិត្តក្តៅក្រហាយហើយក៏នាំគ្នាឡើងទទួលព្រះបាទស្រីសញ្ជ័យសូមឲ្យបំបបបងព្រះវេស្សន្តរចេញពីនគរព្រះអង្គក៏យល់ព្រមបំពេញតាមសំណុំពររបស់អ្នកស្រុកនោះព្រះនាងមទ្រីក៏បានទូលសុំទៅតាមព្រះស្វាមីដែលបានពិពណ៌នាអំពីទេសភាពនៃព្រៃហេមពៀនដែលជាកន្លែងព្រះវេស្សន្តរបំរុងនិងចេញទៅបួសតាមការបំបបបងនោះជូនព្រះស្វាមីស្ដាប់យ៉ាងពីរោះកាន់ទី3កាន់ទានកាន់ការធ្វើទានយ៉ាងអស្ចារ្យការព្រះនាងសុបរសពដីទ្រង់ជ្រាបថាគេបំបបងព្រះវេស្សន្តរក៏យាងទៅប្រាសាទព្រះវេស្សន្តរហើយសោយសោករួចទើបទទួលអង្វរករព្រះស្វាមីតែមិនបានសម្រេចរីឯព្រះបាទសញ្ជ័យទ្រង់ខាត់ព្រះនាងមទ្រីមិនឲ្យយាងទៅតាមស្វាមីឡើយប៉ុន្តែព្រះនាងមទ្រីបដិសេធហើយថែមទាំងបានទូលអំពីសភាពនៃស្រីមេម៉ាយដោយការប្រៀបធៀបថាទន្លេគ្មានទឹកហៅថាទន្លេអាក្រាតដែនគ្មានស្ដេចហៅថាដែនអាក្រាតស្រីមេម៉ាយហៅថាស្រីអាក្រាតព្រះបាទសញ្ជ័យទ្រង់បានត្រាស់សុំចៅទាំងពីរឲ្យនៅព្រះរាជវាំងតែព្រះនាងមទ្រីមិនយល់ព្រមទៀតព្រះវេស្សន្តរលាព្រះមេដាបិតានាំហេសីនិងបុត្រាបុត្រីយាងឡើងគង់លើរាជរថបរទៅកាន់គិរីវង្កតពេលនោះមានព្រាហ្មណ៍4នាក់មកសុំសេះអាជនេយទាំង4ដែលទឹមរាជរថរួចមកព្រាហ្មណ៍ម្នាក់ទៀតទៅទូលសុំរាជរថព្រះវេស្សន្តរទ្រង់ប្រទានឲ្យគ្មានស្ដាយសោះហើយទ្រង់ពរចៅជាលីឯនាងមទ្រីពរក្រឹស្នាត្រាច់
ដោយព្រះបាទទទេចូលទៅក្នុងព្រៃទី4កាន់វណបវេការចូលគង់ក្នុងព្រៃព្រះវេស្សន្តរទ្រង់នាំមហេសីនិងបុត្រាបុត្រីទៅដល់មាតុលនគររបស់ពួកចេតរាសអស់ចម្ងាយផ្លូវ30យោជន៍ក្នុងអំឡុងតែមួយថ្ងៃដោយទេវតាជួយពង្រឹងផ្លូវក្សត្រ60000អង្គក្នុងមាតុលនគរបានធ្វើបដិសណ្ឋារកិច្ចចំពោះព្រះអង្គហើយសូមយាងព្រះអង្គឲ្យសើរាជនៅនគរនោះតែព្រះអង្គពុំព្រមព្រះពោធិសត្វទ្រង់ផ្ទុំមួយរាត្រីរួចក៏នាំមហេសីនិងបុត្រធ្វើដំណើរតទៅទៀតពួកក្សត្រចេតរាសបាននឹងហែព្រះអង្គចម្ងាយផ្លូវ15យោជន៍រហូតដល់ទ្វារព្រៃភ្នំគិរីវង្កតហើយទូលប្រាប់ពីចម្ងាយផ្លូវថា15យោជន៍ទៀតរួចជ្រើសរើសកូនអ្នកស្រុកម្នាក់ឈ្មោះចេតបុត្រដែលចេះសិលធ្នូឲ្យទៅយាមមាត់ទ្វារព្រៃកុំឲ្យអ្នកណាចូលទៅបៀតបៀនព្រះអង្គបានទើបនាំគ្នាត្រឡប់ទៅវិញក្រោយពីបានយាងចូលទៅគិរីវង្កតហើយព្រះវេស្សន្តរក៏ចូលទៅគង់នៅសាលាដែលព្រះអនិមិត្តថ្វាយដែលមានសួនច្បារស្រស់ស្រង់និងឧទ្យានយ៉ាងល្អក្សត្រទាំង4អង្គទ្រង់បួសជាឥសីនេះប្រកបដោយក្តីសុខសាន្តទៅទី5កាន់ជូជក់ការរៀបរាប់ពីតាជូជក់កាលនោះមានព្រាហ្មណ៍ម្នាក់ឈ្មោះជូជក់រូបអាក្រក់ខុសពីមនុស្សធម្មតានៅក្នុងស្រុកទនវត្តព្រាហ្មណ៍ក្រៀមដើរតែសុំទានគេព្រាហ្មណ៍នេះសុំទានគេក៏សន្សំបានបើគិតជាមាសបានចំនួន100ដំឡឹងយកទៅផ្ញើទុកនឹងត្រកូលព្រាហ្មណ៍មួយហើយដើរសុំទានគេទៀតនិយាយពីត្រកូលព្រាហ្មណ៍នោះតាំងពីបានទទួលបញ្ញាតាជូជក់រួចមកក៏កើតជាក្តីទីទាល់ក្រហើយក៏យកប្រាក់តាជូជក់ចាយវាយអស់ទៅជូជក់វិលមករកទាប្រាក់វិញពុំបានក៏គំរាមត្រកូលព្រាហ្មណ៍នោះយ៉ាងតឹងតែងប្តីប្រពន្ធព្រាហ្មណ៍ក៏មូលមតិគ្នាសុខចិត្តប្រគល់កូនក្រមុំរូបស្រស់ស្អាតរបស់ខ្លួនឈ្មោះនាងអមតបនាឲ្យទៅជាភរិយាតាជូជក់យល់ព្រមនាំនាងនោះយកទៅស្រុកគាត់ពួកព្រាហ្មណ៍ក្មេងៗនៅក្នុងស្រុកនោះឃើញនាងអមតបនាចេះផ្គប់ផ្គន់តាជូជក់ក៏កើតក្តីមួម៉ៅនឹងប្រពន្ធខ្លួនមិនដែលចេះបំរើប្តីរួចវាយស្ដីបន្ទោសប្រពន្ធយ៉ាងខ្លាំងពួកប្រពន្ធព្រាហ្មណ៍ក្មេងៗទាំងនោះកើតក្តីក្តៅក្រហាយក៏នាំគ្នាទៅស្ទាក់ជេរប្រតិចនិងវាយដំនាងអមតបនានៅកំពង់ទឹកពេលមកដល់ផ្ទះវិញនាងអមតបនាបានស្រែកជំត្អូញត្អែដាក់ប្តីទាំងខឹងសម្បាឲ្យទៅរកខ្ញុំបំរើប្រុសស្រីមកឲ្យនាងបើពុំនោះទេនាងនឹងទៅដេកជាមួយព្រាហ្មណ៍ក្មេងៗចាក់ជាមិនខានតាជូជក់ក៏ដាច់ចិត្តធ្វើដំណើរទៅសុំបុត្រាបុត្រីព្រះវេស្សន្តរទាំងទុកវេទនាដែលត្រូវព្រាត់ប្រពន្ធក្មេងឲ្យខ្លួនក៏ចាស់រីឯផ្លូវក៏វែងឆ្ងាយតាជូជក់ខំត្រដរទៅដល់មាត់ទ្វារព្រៃនៃភ្នំគិរីវង្កតចិត្តលំនៅចេតបុត្រក៏ត្រូវវងឆ្កែរបស់ចេតបុត្រដេញចំរោមហើយគាត់ខំរត់ស្រស្លោតសស្លក់ឡើងដើមឈើដោយស្រែកទៅហូរយំរកព្រះវេស្សន្តរចេតបុត្រឃើញដូច្នោះក៏លើកធ្នូឡើងបំរុងនឹងបាញ់សម្លាប់ព្រោះយល់ថាជាស្មុំចង្រៃទៅបៀតបៀនព្រះវេស្សន្តរតាជូជក់ខំពោលពាក្យកុហកថាខ្លួនជារាជទូតរបស់ព្រះបាទស្រីសញ្ជ័យដែលប្រើឲ្យមកសួរសុខទុក្ខព្រះវេស្សន្តរចេតបុត្រក៏ជឿឥតសង្ស័យហើយក៏ដាក់បង្អោងឲ្យតាជូជក់ចុះមករួចហើយក៏ជប់លៀងម្ហូបចំណីយ៉ាងយកចិត្តទុកដាក់ព្រមទាំងចង្អុលបង្ហាញផ្លូវទៅកាន់អាស្រមព្រះវេស្សន្តរទី6កាន់ជលពន្ធការពិពណ៌នាអំពីព្រៃតូចកាលចេតបុត្រព្រានព្រៃបានជប់លៀងតាជូជក់ហើយក៏ពិពណ៌នាពីផ្លូវនិងធម្មជាតិទៅកាន់អាស្រមព្រះវេស្សន្តរឲ្យតាជូជក់ស្ដាប់ថែមទាំងបញ្ជាក់ថាកាលបើទៅដល់មុខបន្តិចនឹងជួបព្រះអច្យុតឫស្សីដែលតែងគង់ធ្វើពិធីបូជាយញ្ញនៅក្នុងព្រៃនោះតាជូជក់ស្ដាប់ហើយ
ក៏ដើរប្រទក្សិណចិត្តបុត្រ3ជុំរួចក៏ធ្វើដំណើរចេញទៅទី7កាន់មហាពុនអំពីព្រៃធំតាជូជក់បានធ្វើដំណើរកាត់ព្រៃទៅក៏បានជួបអច្យុតឫស្សីរួចបានសួររកផ្លូវទៅអាស្រមព្រះវេស្សន្តរតទៅទៀតដោយកុហកថាខ្លួនជារាជទូតព្រះបាទស្រីសច្ច័យអច្យុតឫស្សីក៏ជឿសុបក៏ធ្វើបដិសណ្ឋារកិច្ចតាជូជក់ហើយឲ្យស្នាក់នៅមួយយប់លុះព្រឹកឡើងតាឥសីបានពិពណ៌នាប្រាប់ផ្លូវនិងរៀបរាប់ពីធម្មជាតិក្នុងព្រៃដ៏ធំយ៉ាងវែងឆ្ងាយពិស្ដារទៅកាន់អាស្រមព្រះវេស្សន្តរឲ្យតាជូជក់ស្ដាប់តាជូជក់ក៏លីឥសីចេញដំណើរទៅមុខទៀតទី8កាន់កុមារបបការប្រទានជាលីក្រឹស្នឲ្យជូជក់នៅពេលល្ងាចតាជូជក់ក៏បានទៅដល់ជិតអាស្រមព្រះវេស្សន្តរគាត់ពុំទាន់បានចូលទៅភ្លាមទេព្រោះដឹងថាពេលនោះព្រះនាងមេត្រីនៅក្នុងអាស្រមហើយមុខជាឧបសគ្គចំពោះការសុំរាជបុត្រទាំងពីររបស់គាត់ជាមិនខានរាត្រីនោះនាងមេត្រីបានសុបិនឃើញថាមានបុរសម្នាក់ទៀបខ្មៅស្លៀកពាក់ត្រឹមជង្គង់សៀតផ្កាចោលលើត្រចៀកកាន់អាវុធមុតថ្លារត់ចូលមកក្នុងសាលាចាប់ព្រះនាងផ្ដួលចោះឆ្កៀលយកព្រះនេត្រទាំងពីរកាត់យកព្រះអង្សាទាំងសងខាងពុះទ្រូងរុំយកថ្លើមព្រះនាងតើនឡើងទៅគោះទ្វារអាស្រមព្រះស្វាមីទាំងរាត្រីហើយរៀបរាប់ពីសុបិននោះថ្វាយព្រះវេស្សន្តរស្ដាប់ព្រះវេស្សន្តរពុំបើកទ្វារទេដោយយល់ហេតុការណ៍នោះព្រះអង្គក៏បំភាន់ប្រាប់នាងថាសុបិននោះមិនអាក្រក់ទេកុំឲ្យនាងភ័យហើយឲ្យទៅមើលកូនវិញក្រែងវាភ្ញាក់លុះព្រឹកឡើងនាងមេត្រីយកបុត្រទាំងពីរទៅផ្ញើព្រះស្វាមីហើយចូលព្រៃរកបេះផ្លែឈើពេលដែលមេត្រីចេញផុតតាជូជក់ក៏ចូលទៅសួរសុខទុក្ខព្រះវេស្សន្តរហើយទូលសម្បត្តិទាំងពីរព្រះវេស្សន្តរយល់ព្រមឥតរួញរាតែសុំឲ្យជូជក់ចាំព្រះនាងមេត្រីត្រឡប់មកវិញសិនជូជក់ខ្លាចនាងមេត្រីនាំមកឲ្យខូចការខ្លួនក៏ដៀលថ្មាស់ព្រះណាតិស័តរាជកុមារទាំងពីរមានការផិតភ័យយ៉ាងខ្លាំងពេលឃើញជូជក់ក៏រត់ទៅពួនតាដែលកង្វល់ករបស់បិតាក៏ចេញមកវិញតាមបន្ទូលបិតាជូជក់ក៏ចាប់ចងកុមារទាំងពីរវាយបណ្ដាលចេញទៅកុមារឬបំរើរួចមកទួញសោកអង្វរកព្រះបិតាធ្វើឲ្យព្រះអង្គកើតមានចិត្តអាណិតអាសូរបុត្រហើយខឹងនឹងតាជូជក់យ៉ាងខ្លាំងជូជក់ក៏មកវាយដំកុមារទាំងពីរនៅចំពោះមុខព្រះវេស្សន្តរហើយចងបណ្ដាលទៅវិញព្រះមហាឥសីទប់ប្រតិពុំបានទ្រង់ចាប់ធ្នូសតម្រង់ផ្គងតម្រង់ឈ្មោះតាជូជក់បំរុងនឹងប្រហារជីវិតតាទ្រង់រំលឹករងាប់កំហឹងដោយគិតដល់ប្រពៃណីពោធិសត្វហើយក៏ដាក់ធ្នូចុះវិញកុមារទាំងពីរក៏ត្រូវតាជូជក់នាំយកទៅទាំងទុក្ខវេទនាកុមារទួញសោកហើយក៏បានបួងសួងសូមឲ្យទេវតាជួយនាំព័ត៌មានទៅទូលមេត្តាឆាប់មកតាមផ្លូវនេះហើយសូមឲ្យមកជួយអ្នកទាំងពីរទី9កាន់មត្រីបបនិយាយពីនាងមត្រីក្រោយពេលដែលតាជូជក់បណ្ដាចៅជាលីនិងក្រឹស្នាចេញផុតពីបរិវេណអាស្រមសាលាព្រះនាងមត្រីដែលបានស្វែងរកបេះផ្លែឈើនោះចេះតែមានបទធ្នោចម្លែកគឺពនេតខាងឆ្វេងចេះតែរកម្មពនេតខាងស្ដាំចេះតែកំរើកទាំងជ្រនិកនិងទំពក់ក៏ធ្លាក់របូតពីព្រះហស្ថខុសប្រក្រតីទាំងប្រក្សាសោតហាក់ដូចជាប្រែប្រួលខុសពីធម្មតាគឺដើមឈើណាដែលធ្លាប់មានផ្លែផ្កាក៏ប្រែជាគ្មានទៅវិញព្រះនាងការទុកជាខ្លាំងហើយនឹកព្រួយអំពីបុត្រាបុត្រីនិងព្រះស្វាមីនៅអាស្រមដូចនេះហើយទើបពេលថ្ងៃរសៀលបន្តិចព្រះនាងក៏រលះរលាំងវិលមកកាន់អាស្រមវិញលុះយាងមកដល់ច្រកផ្លូវមួយស្រាប់តែពើពះប្រទះនឹងសត្វសាហាវ3គឺរាជសីខ្លាធំនិងខ្លាដំបងដែលឈររារាំងផ្លូវព្រះនាងនាងមត្រីផិតភ័យយ៉ាងខ្លាំងក៏លើកហដ្ឋាប្រណម្យសុំផ្លូវ
តែត្រូវសត្វទាំង3ស្រែកគំរាមថែមទៀតព្រះនាងផិតភ័យសឡង្កាំងសន្លប់បាត់ស្មារតីក្រែងសត្វទាំង3យាយីដល់ប្រជជនដល់ពេលប្រលប់យប់សន្ធិយាព្រះចន្ទ្រាពេញវង្សរះឡើងទៅចាក់ទៅចង់ទើបទេវបុត្រទាំង3អង្គដែលបានកលាខ្លួនជាសត្វទាំង3នោះក៏ថយចេញពីផ្លូវព្រះនាងមទ្រីមនីមនីយាងមកកាន់អាស្រមស្រាប់តែឃើញស្ងាត់ស្រងំខុសប្រក្រតីព្រះនាងក៏ស្រែករកបុត្រទាំងពីរតែពុំឮសូរមាត់ឆ្លើយសោះឡើយព្រះនាងក៏ឆ្លើយទៅរកអាស្រមព្រះស្វាមីក៏ពុំឃើញទៀតទើបទូលសួរព្រះរាជស្វាមីតែស្វាមីពុំមានប្រាប់បន្ទូលអ្វីឡើយព្រះនាងមានសេចក្តីព្រួយបារម្ភដល់លើសលប់ពន់ពេកទើបយាត្រាត្រាច់រកព្រះរាជបុត្រសពទីកន្លែងក្នុងព្រៃទាំងរាត្រីស្ងាត់ផ្អើលអស់បាក់សាបាក់សីក៏នៅតែពុំឃើញព្រះនាងត្រឡប់មកអាស្រមវិញហើយសោយសោកសួរព្រះស្វាមីទៀតតែព្រះវេស្សន្តរបែរជាពោលពាក្យប្រចាននាងដែលមកដល់អាស្រមរហូតដល់យប់ទៅទៀតព្រះនាងក៏ដួលសន្លប់នៅចំពោះមុខស្វាមីព្រះវេស្សន្តរផិតភ័យខ្លាំងស្ទុះមកបីតកងហើយយកទ្រង់យកវារីមកស្រោបព្រះភ័ក្រព្រះនាងឲ្យមានស្មារតីឡើងវិញព្រះនាងបានទទូចសួររករាជបុត្រទៀតទើបព្រះវេស្សន្តរទ្រង់ត្រាស់ប្រាប់ថាទ្រង់បានដាក់ទានដល់ព្រាហ្មណ៍ទៅហើយសូមឲ្យព្រះនាងអនុមោទនាពុទ្ធទានបារមីផងសម្ដេចក្សត្រីក៏ទ្រង់បានអនុមោទនាដោយសាទរចិត្តចំពោះពុទ្ធទានបារមីនៃព្រះស្វាមីនេះទី10កាន់សកបបនិយាយពីអន្តរាគមរបស់ព្រះអិនកាលនោះព្រះឥន្ទ្រាធិរាជទ្រង់ចុះមកជួយបំពេញទានបារមីព្រះពោធិសត្វឲ្យកាន់តែប្រពៃឡើងទៀតព្រះអិនបានប្រែភេទជាព្រាហ្មណ៍ស្មុំចាស់ជរាចូលមកសុំព្រះនាងមទ្រីទៅធ្វើជាមេផ្ទះរបស់គាត់ព្រះវេស្សន្តរក៏បរិជ្ជទានព្រះនាងមទ្រីឲ្យទៅព្រាហ្មណ៍ស្មុំដោយឥតមានព្រះហឫទ័យរុញរាឡើយតែទ្រង់មានចិត្តចិន្តាព្រួយបារម្ភខ្លាចក្រែងព្រះអគ្គមហេសីមិនសពព្រះហឫទ័យនិងទានបារមីរបស់ព្រះអង្គប៉ុន្តែនាងមទ្រីក្រាបទូលថាកុំថាឡើយដាក់ទានរូបកាយទោះបីព្រាហ្មណ៍នោះប្រាថ្នាសាច់ថ្លាបង្ហាំប្រមាថក៏ព្រះនាងយល់ព្រមឲ្យព្រះអង្គយកព្រះខ័នកាត់ដើម្បីបំពេញទានបារមីនេះដែរព្រះអិនបានប្រែរូបដើមដ៏រឹងរឿងមួយរំពេចហើយទ្រង់បានព្រះអិនបានប្រែរូបដើមដ៏រុងរឿងមួយរំពេចហើយទ្រង់បានប្រគល់ថ្វាយព្រះនាងមទ្រីទៅព្រះវេស្សន្តរវិញហើយទ្រង់បានប្រទានពរ8ប្រការតាមការសុំរបស់ព្រះវេស្សន្តរគឺ1សូមឲ្យព្រះរាជបិតាស្ដេចមកអញ្ជើញទៅគ្រងរាជសម្បត្តិវិញ2សូមឲ្យមានអំណាចអាចដោះទុក្ខទោសសត្វលោកទាំងឡាយឲ្យផុតពីក្តីស្លាប់3សូមឲ្យបានជួយសង្គ្រោះដល់ជនកំសត់ទុរគតទូទៅឲ្យផុតក្តីក្រីក្រលំបាកវេទនា4សូមកុំឲ្យមានចិត្តត្រេកត្រអាលក្នុងផ្លូវកាមគុណជាអកុសល5សូមឲ្យចៅជលីនិងក្រឹស្ណាបានគ្រប់គ្រងបុរីពិជ័យចេតតរៈ6កាលបាននៅដល់បុរីរាជធានីហើយសូមឲ្យមានអាហារទិព្វកើតឡើងជារៀងរាល់ថ្ងៃ7សូមឲ្យការបរិច្ចាគទានរបស់ព្រះអង្គមិនមានការខ្វះខាតអ្វីឡើយ8សូមឲ្យបានទៅកើតនាឋានទសិទ្ធទេវលោកកបីអខានពេលរំលាយបច្ចៈខណ្ឌទី11កាន់មហារាជបព្វជាលីក្រស្នាជួបព្រះបាទស្រីសច្ច័យកាលតាមជូជក់បណ្ដាជាលីក្រស្នាទៅតាមផ្លូវពេលយប់គាត់ឡើងដេកលើដើមឈើមានទេវតាកាឡាខ្លួនជាព្រះវេស្សន្តរនិងនាងមទ្រីចូលមកបំបើចៅជាលីក្រស្នាតោះតែឆ្អែតស្កប់ស្កល់ទៅភៀសខ្លួនចាញ់បាត់ទៅភ្លឺឡើងជូជក់ក៏នាំកុមារទាំងពីរទៅទៀតសម្ដៅទៅកលឹងរាជប៉ុន្តែដោយមានទេវតាបង្វែរចិត្តតាជូជក់ក៏វង្វេងផ្លូវចូលទៅចេតតរៈនគរហើយនាំកុមារដើរកាត់ខាងមុខព្រះលានព្រះរាជវាំងត្បិតស្រីសច្ច័យតតឃើញតាចាស់
ដឹកកុមារតូចដែលមានរឹកសមរម្យក៏ត្រាស់ឲ្យអាមាត្យទៅនាំយកមកទើបស្គាល់ច្បាស់ថាជាលីនិងគ្រឹស្ណារួចត្រាស់សួរឲ្យសពគ្រប់ការដឹងរឿងរ៉ាវអស់ហើយពួកអាមាត្យនិងនាមមើលសពមុខមន្ត្រីក៏នាំគ្នាថ្កោលទោសព្រះវេស្សន្តរយ៉ាងច្រើនឯជាលីក៏ឆ្លើយដោះសារការពារព្រះបិតាយ៉ាងក្លាហានដែរព្រះបាទស្រីសុជ័យទ្រង់លួសជាលីនិងគ្រឹស្ណាតាមតម្លៃដែលព្រះវេស្សន្តរបានកំណត់រួចទើបធ្វើពិធីទទួលព្រលឹងចៅទាំងពីរតាមប្រពៃណីជាលីក្រាបទូលអំពីសេចក្តីវេទនារបស់ព្រះមេត្តាបិតាយ៉ាងច្បាស់លាស់ដល់ព្រះអាយកោអាយកាព្រះនរបតីទ្រង់ចាត់ឲ្យសេនាអាមាត្យរៀបចំយោធាដើម្បីទៅយាងព្រះវេស្សន្តរមកវិញ7ថ្ងៃក្រោយមកព្រះរាជាទ្រង់លើកចតុរាំងសេនាទៅគិរីបង្កត់ដោយមានជាលីជាអ្នកនាំផ្លូវចំណែកឯតាជូជក់វិញកាលបើបានទទួលរាជទ្រព្យជាតម្លៃលួសជាលីគ្រឹស្ណាហើយក៏បរិភោគអាហាររហូតទល់បីពោះស្លាប់ក្នុងគ្រានោះទៅទី12កាន់ឆោខ្សាត់ទាំង6ជួបជុំគ្នាកាលពីព្រះបាទស្រីសច្ច័យបាននាំរាជវង្សលើកចតុរាំងសេនាឆ្ពោះទៅដល់ចិត្តគិរីបង្កត់ព្រះវេស្សន្តរទ្រង់ឮស្នូរកឹកកងរំពងនៃកងទ័ពហើយក៏ផិតភ័យនាំនាងមទ្រីរត់ឡើងភ្លឺភ្នំតែព្រះនាងបានទូលរំលឹកថាគ្មានសត្រូវណាមកយាយីបានឡើយព្រោះត្រូវព្រះអិនប្រទានរួចហើយព្រះវេស្សន្តរក៏នាំនាងមទ្រីចុះមកវិញហើយបានជួបព្រះបិតានិងបុត្រាបុត្រីដោយទប់អារម្មណ៍មិនបានទ្រង់ក៏សោយសោករហូតសន្លប់ស្មារតីទាំងអស់គ្នាឯពួកពលសេនាក៏នាំគ្នាយំសោកទាល់តែសន្លប់ដែរខណៈនោះមហាមេឃក៏បង្អុរភ្លៀងបោកពស់ក៏បង្អុរធ្លាក់មកស្រោចស្រពលើក្សត្រទាំង6អង្គនិងពពួកពលទាំងអស់ឲ្យភ្ញាក់ស្មារតីឡើងវិញហើយគេក៏ក្រាបទូលព្រះវេស្សន្តរនិងព្រះមន្ត្រីយាងទៅសោយរាជវិញទី13កាន់នគរកាន់ការយាងចូលនគរវិញព្រះបាទស្រីសច្ច័យនាងសុបាសុបតីនិងនិមឺននានាបានសុំយាងព្រះវេស្សន្តរឲ្យទៅសោយរាជនៅចេតតរនគរវិញព្រះវេស្សន្តរមិនទទួលភ្លាមទេទ្រង់លើករឿងដើមមកដំណើរថ្វាយព្រះបិតាព្រះបាទស្រីសច្ច័យទ្រង់សុំទោសបុត្រហើយលួងលោមយ៉ាងខ្លាំងទៅព្រះវេស្សន្តរយល់ព្រមចាអញ្ចឹងការសង្ខេបរឿងមហាវេស្សន្តរជាដាក់សូមចាប់ត្រឹមតែភាគទី13នឹងឯងចាហើយសង្គមថាបងប្អូនអរគ្នានឹងទទួលបាននៅចំណេះដឹងថ្មីនេះចាហើយបើចង់យល់សាច់រឿងបន្ថែមឲ្យកាន់តែស៊ីជម្រៅអញ្ចឹងទៀតតើតែបងប្អូនអរគ្នាទៅអានរឿងពេញចាវីដេអូនេះក៏មានតែប៉ុណ្ណេះទេសូមអ្នកទាំងអស់គ្នាជួយ like និង subscribe Channel YouTube របស់អ្នកគ្រូម្នាក់មួយផងចាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា